ដែរជំនាញប្រូអត់ឥឡូវកាត់មកដល់ត្រឹមនេះគឺខ្ញុំចង់បង្ហាញថាខ្ញុំចង់ទៅភ្នំនៅខាងក្រោយខ្ញុំហ្នឹងអញ្ចឹងក៏ខ្ញុំចេញដំណើរផ្លូវដែរខ្ញុំជិះនេះគឺថាអាលាក់ខាងដកបន្ទាប់ពីជួបផ្លូវអាលាក់ហើយក៏ខ្ញុំបានជិះទៅផ្លូវចោះម្ដងផ្លូវចោះហ្នឹងផ្លូវយ៉ាងល្អបន្ទាប់មកក៏ខ្ញុំឃើញថាមេឃវាហូរភ្លៀងតិចតិចហើយខ្ញុំក៏ត្រឡប់មកវិញព្រោះខ្ញុំខ្លាចល្អមិនតាន់បានភ្លៀងផងល្អមុនបាត់អ្នកកាមេរ៉ាវិញនិយាយពីបោះដៃបោះជើងថតមើលមានអាបដាម៉ូតូផងមានអារ៉ូតស្បែកជើងផងអាឡមិចក៏មានដែរបន្ទាប់ពីលំបាកហើយក៏យើងបានស្រូបយកបរិយាកាសជុំវិញខ្លួនម្ដងចាអាហ្នឹងខ្ញុំបានទៅធម្មតាចកេះភ្នំហ្នឹងណាអត់ต้องបានឡើងទៅដល់លើភ្នំទេអានេះធម្មតាពាក់កណ្ដាលភ្នំព្រោះនៅផ្លូវទៅមុខទៀតប៉ុន្តែខ្ញុំដោយសារតែខ្លាចភ្លៀងហើយខ្លាចតាមផ្លូវមានផ្លូវផុសផ្លូវអីអញ្ចឹងទៅក៏ប្រញាប់ត្រឡប់មកវិញទៅរួចទៅពេលជិះត្រឡប់មកវិញហ្នឹងក៏រន្ធត់ភាសាទៀតទៅដោយសារអីអើយដូចជិះក្តារល្អអញ្ចឹងណាអត់មានបានមូហ្គាទេចាប់តែប្រាំងទេរួចបើមិនចាប់ប្រាំងអញ្ចឹងជូនិយាយទៅស្បាយផងរន្ធត់ផងអត់បានមូហ្គាបានតិចទេនេះទៅហើយអានេះខ្ញុំថតហ្នឹងឲ្យមានខាលឿនណាអានេះគឺខ្ញុំថតស៊ីនហ្មងនិយាយពីថាសប្បាយនោះសប្បាយលើកទី1ដែលខ្ញុំមកកពតដងនេះបានចូលម៉ូតូជិះកាត់ភូមិកាត់ភ្នំកាត់ផ្លូវអូយសប្បាយខ្លាំងហើយក៏ជាលើកដំបូងដែរចឹងមកថ្ងៃក្រោយទៀតខ្ញុំនឹងជិះដើរលេងបានច្រើនជាងទៀត